នេះគឺជាមួយស្វែងយល់ពីព័ត៌មានដែលពាក់ព័ន្ធជាមួយនឹង crypto មួយចំនួនដែលវាអាចនឹងធ្វើឲ្យប៉ះពាល់ទៅកាន់ទីផ្សារផងដែរពីច្រើនគឺវាពាក់ព័ន្ធជាមួយនឹងផ្នែកហិរញ្ញវត្ថុដល់ទីមួយគឺពាក់ព័ន្ធជាមួយនឹង crypto ហើយនឹងធនាគារគឺនឹងបើកការប្រជុំមួយនៅថ្ងៃអង្គារថ្ងៃនឹងឯងថ្ងៃទី10ខែកុម្ភៈឆ្នាំ2026ខាងស្ថាប័នមានកំពុងរៀបចំកិច្ចប្រជុំទី2ជាមួយនឹងធនាគារក៏ដូចជាខាង crypto ផងដែរដើម្បីបើកការពិភាក្សាមួយដែលនិយាយអំពីការគ្រប់គ្រងទៅលើ stable coin ហើយក្នុងកិច្ចប្រជុំនឹងផងដែរក៏មានខាងក្រុមហ៊ុនធំៗក៏ដូចជាធនាគារធំៗមួយចំនួនបានចូលរួមផងដែរដែលមានទាំង Bank of America, JP Morgan, Wells Fargo ក៏មានអ្នកដំណើរមកពីខាងក្រុមហ៊ុន crypto ធំៗល្បីៗដែលយើងស្គាល់ដែលមានដូចជា Coinbase, Ripple, Circle ហើយនិងផ្សេងៗទៀតច្រើនផងដែរដោយគោលដៅគឺដើម្បីដោះស្រាយភាពរាំងស្ទះនឹងឯងហើយនឹងមួយទៀតគឺដើម្បីវិភាគមើលទៅលើក្រុមហ៊ុន crypto ថាអាចផ្ដល់ការប្រាក់ទៅលើ stable coin បានដែរឬក៏អត់ហើយនឹងមួយទៀតគឺពាក់ព័ន្ធជាមួយនឹង Fed ឬក៏ធនាគារកណ្ដាលរបស់អាមេរិកគឺនឹងធ្វើការចាក់បញ្ចូល liquidity ចូលទៅកាន់ទីផ្សារគឺនៅថ្ងៃទី10កុម្ភៈនេះផងដែរនៅវេលាម៉ោង 9 ល្ងាចដែលលើចំនួនទឹកប្រាក់ហ្នឹងគឺ $8.3 លានក៏ដូចជាព័ត៌មានទី3ហ្នឹងគឺតទៅជាមួយនឹងព្រឹត្តិការណ៍សំខាន់ៗនៅក្នុងសប្តាហ៍នេះដោយទី1គឺការពីថ្ងៃអង្គារ US Retail Sale ជាមួយនឹងរបាយការណ៍ចំណូលរបស់ Robinhood ហើយទី2គឺនៅថ្ងៃពុធពាក់ព័ន្ធជាមួយនឹងទិន្នន័យរបស់ US Jobs Data ហើយនៅថ្ងៃព្រហស្បតិ៍គឺជាទិន្នន័យ Initial Job Claim ដូចជារបាយការណ៍ចំណូលរបស់ Coinbase ហើយនៅថ្ងៃសុក្រតទៅជាមួយនឹងអតិផរណាឬក៏ CPI របស់សហរដ្ឋអាមេរិកផងដែរហើយនឹងមួយទៀតគឺព័ត៌មានហួសចិត្តមួយផងដែរដោយការពីថ្ងៃទី6ហ្នឹងគឺអត់ដឹងថាអ្នកណាគេទេគឺតនេមែនទែនគឺបានធ្វើការបាញ់លុយចំនួន 2.5 BTC ដែលស្មើនឹងលុយប្រហែលជា$175,000ចូលទៅកាន់ wallet របស់ Satoshi Nakamoto និយាយទៅគឺតនេមែនទែនអត់ដឹងថាគាត់ក្តីដែរប្រហែលជាគាត់សល់លុយច្រើនពេកឬក៏បាញ់ច្រឡំ address អូខេអញ្ចឹងគឺមានតែប៉ុណ្្នឹងទេពាក់ព័ន្ធជាមួយនឹងព័ត៌មានពាក់ព័ន្ធជាមួយនឹងផ្នែកហិរញ្ញវត្ថុក៏ដូចជា crypto ផងដែរដែលមានការចូលរួមពីខាងរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកដែលវាអាចនឹងមានរងការប៉ះពាល់ទៅកាន់ទីផ្សារយ៉ាងណាយ៉ាងណីអានឹងយើងមានតែចាំតាមដានមើលនៅពេលដែលព័ត៌មានគេបានចេញប្រកាសអញ្ចឹងយើងចាំមើលថ្ងៃនេះមើលថាវាមានថ្ងៃកាលឡើងក៏ដូចជាទីផ្សារវានឹងទៅជាយ៉ាងណាអូខេអញ្ចឹងគឺមានតែប៉ុណ្្នឹងទេបើសិនជាមានអ្វីថ្មីយើងចាំមើលការអាប់ដេតបន្តទៀតពីខាងក្រុមការងារណាចាហើយបើសិនជាអ្នកដែលក៏តមានករណី OKX អាចចូលទៅធ្វើការចុះឈ្មោះតាម referral link ខ្ញុំដាក់នៅខាងក្រោម comment បានដើម្បីទទួលបាន reward ក៏ដូចជាចូលរួមលេង campaign របស់ OKX ជាមួយនឹងអាណាចក្ររបស់យើងផ្ទាល់ដើម្បីទទួលបាន reward ដូចគ្នាក៏ដូចជាចូលទៅកាន់គ្រប់ signal VIP free ហើយបើសិនជាចង់ស្វែងយល់ពីចំណេះដឹង crypto បន្ថែមដែលអត់គិតថ្លៃអ្នកគ្នាអាចចូលទៅ subscribe channel Telegram អាណាចក្រ .org ក៏ដូចជា channel YouTube អាណាចក្រហើយកុំភ្លេចចូលទៅ follow TikTok អាណាចក្រម្នាក់មួយផង